ពាក្យមួយឃ្លារបស់ទាហានកម្ពុជាឆ្លើយតបទាហានថៃហូបបាយនៅហូបហើយឆ្ងាញ់ទេឆ្ងាញ់ណាស់ខ្មែរមិនខ្វះអីហូបទេគឺបង្ហាញយ៉ាងច្បាស់ថាទ័ពខ្មែរសម្បូរសប្បាយពាក្យមួយឃ្លាដ៏មានអត្ថន័យរបស់ទាហានកម្ពុជាឆ្លើយតបទៅកាន់ក្រុមទាហានថៃលះច្បាស់ដោយភាពក្លាហានបើទោះបីជាទាហានថៃមានគ្នាដល់ទៅ13នាក់ឯខ្លួនមានគ្នាត្រឹមតែ2នាក់ក៏ដោយរូបភាពយោធាស្បែកជើងផ្ទាត់2នាក់តទល់នឹងកងទ័ពឈុតខ្មៅមួយហ្វូងដែលត្រូវបានបង្ហោះចែកចាយកាលពីពេលថ្មីនេះបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងបើទោះជាមានការរិះគន់រឿងស្បែកជើងផ្ទាត់ប៉ុន្តែសម្ដេចមហាបវរធិបតីបានបកស្រាយឲ្យថាទាហានជ័យដែនវីរជនការពារទឹកដីមិនខ្វះរបស់ប្រើទេតែគាត់ទម្លាប់ហើយងាយស្រួលផងត្រឡប់មកវិញចំណុចដៃទាហានថៃចូលមកចាប់ដៃសួស្ដីទាហានកម្ពុជាហើយសួរទាហានយើងថាហូបបាយនៅហូបហើយឆ្ងាញ់ទេឆ្ងាញ់ណាស់អូខ្មែរមិនខ្វះអីហូបទេសម្ដីមាសរបស់ទាហានកម្ពុជាតបបញ្ជាក់ទៅទាហានថៃថាឆ្ងាញ់ណាស់ហើយកម្ពុជាមិនខ្វះអីហូបទេបានធ្វើឲ្យពលរដ្ឋខ្មែរពេញចិត្តគ្រប់គ្នាព្រោះត្រង់នេះបានបង្ហាញច្បាស់ថាកម្ពុជាមិនខ្វះអីហូបដូចជាការធ្វើប្រជាពិធដ្ឋក្នុងចេតនាដាក់បន្ទុកនិងបំបាក់ស្មារតីទាហានកម្ពុជាត្រូវបានបងកងទ័ពខ្មែរតបតទៅវិញយ៉ាងច្បាស់ដែលត្រង់នេះបង្ហាញឲ្យថាទាហានកម្ពុជាសម្បូរហូបសម្បូរចុកមិនខ្វះខាតដោយការបង្ហោះមួយចំនួននោះឡើយហើយវាស្របទៅនឹងវិធានការតបតរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃគ្រប់ព្រំដែនដើម្បីជាការឆ្លើយតបទៅកាន់ភាគីថៃដែលបិទច្រកព្រំដែនឯកតោភាគីនិងមិនបានជូនដំណឹងមកកម្ពុជាមុនក្រោយពីបានស្ដាប់និងឃើញសកម្មភាពរបស់ទាហានកម្ពុជាពីររូបស្ពាយកាំភ្លើងនៅនឹងស្មាពាក់ស្បែកជើងផ្ទាត់ឈរយ៉ាងស្វាហាប់ស្រែកសួរទៅកាន់ក្រុមទាហានថៃចំនួន13នាក់ដែលកំពុងដើររកព្រៃថាមកពីខាងណាហើយទៅខាងណាមកគ្នាប៉ុន្មានអ្នកណាជាអ្នកដឹកនាំពិសេសគឺស្រែកសួរបញ្ជាក់ដដែលថាស្អីគេនុងត្រូនមែនដែលធ្វើឲ្យទាហានថៃឆ្លើយតបយ៉ាងលឿននិងដកមកបង្ហាញយ៉ាងរហ័សដើម្បីមកបញ្ជាក់ឲ្យកម្ពុជាយើងបានដឹងចំណុចនេះស្ដែងឲ្យឃើញថាទោះជាទាហានកម្ពុជាយើងនៅគ្នាតែ2នាក់មែនប៉ុន្តែក៏អាចធ្វើឲ្យភាគីម្ខាងទៀតគោរពកោតខ្លាចយើងដែរជាងនេះទៅទៀតភាពក្លាហានរបស់កងទ័ពកម្ពុជាមិនថាមានគ្នាតិចឬគ្នាច្រើននោះទេគឺមិនមានភាពតក់ស្លុតនិងខ្លាចរអានោះឡើយគឺធ្វើយ៉ាងណាឲ្យតែអាចការពារទឹកដីកម្ពុជាពីជនឈ្លានពានទោះលះបង់ទាំងជីវិតក៏មិនខ្លាចផងដែរត្រយងនាំសារពិតគ្រប់ទីកន្លែង